ខឹងជាបញ្ហាមួយដែលមនុស្សគ្រប់គ្នាតែងតែមើលរំលងចាជំរាបសួរថ្ងៃនេះនាងខ្ញុំឈ្មោះមនិចសូមមកចែករំលែកពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពមួយដែលសំខាន់ខ្លាំងមែនទែនដែរមនុស្សគ្រប់គ្នាក៏តែងតែមើលរំលងគិតថាបើសិនជាខឹងទោះបីជាខឹងជាប្រចាំថ្ងៃក៏វាអត់មានបញ្ហាអីដែរប៉ុន្តែដោយសារតែនាងខ្ញុំបានសិក្សាស្រាវជ្រាវក៏ដូចជាអ្នកវិទ្យាសាស្ត្រនៅលើពិភពលោកគឺគាត់បានស្រាវជ្រាវទៅលើបញ្ហាខឹងតើវាមានផលប៉ះពាល់ទៅដល់កោសិកាទៅដល់សុខភាពរបស់យើងដែរឬមួយក៏អត់ចាតាមពិតទៅការខឹងគឺវាជាបញ្ហាមួយដែលប៉ះពាល់ខ្លាំងមែនទែនទៅដល់កោសិការាងកាយរបស់យើងនៅខាងក្នុងទី1ហ្នឹងគ្រាន់តែជាការខឹងតែមួយមុខគត់គឺវាបានទៅប៉ះពាល់ទៅលើសុខភាពកោសិការាងកាយរបស់យើងខាងក្នុងហ្នឹងគឺវាធ្វើឲ្យសឹករិចរិលទៅលើកោសិកាវាធ្វើឲ្យយើងនឹងចាស់ជាងវ័យអ្វីដែលសំខាន់នៅពេលដែលកំហឹងរបស់យើងខឹងហ្នឹងវាធ្វើឲ្យធម្មពលនៅខាងក្នុងរបស់យើងនឹងវាបញ្ចេញមកខាងក្រៅហើយពេលដែលយើងខឹងហើយយើងចាប់ផ្ដើមរៀងទទួលបានអារម្មណ៍ថារៀងអស់កម្លាំងរៀងល្វើយដោយសារអីគឺយើងប្រើកំហឹងរបស់យើងនឹងនៅពេលដែលយើងខឹងគឺយើងប្រើកំហឹងនឹងខ្លាំងពេកធ្វើឲ្យធម្មពលនៅខាងក្នុងរបស់យើងនឹងវាចាប់ផ្ដើមថយចុះហើយពាក់ព័ន្ធទៅលើបញ្ហាដូចជាបេះដូងរបស់យើងគឺចាប់ផ្ដើមមានចលនារាងខ្សោយចាវាអត់សូវមានធម្មពលហើយបញ្ហាសួតរបស់យើងក៏ប៉ះពាល់ចាបញ្ហាថ្លើមហើយមួយវិញទៀតគឺតាក់ទងជាមួយនឹងចរន្តឈាមរបស់យើងនឹងវាចាប់ផ្ដើមរត់មិនសូវល្អនេះគ្រាន់តែជាបញ្ហាគ្រាន់តែយើងនេះខ្ញុំលើកយកមកនិយាយពាក់ព័ន្ធជាមួយនឹងការខឹងតែមួយមុខទេបងប្អូនគឺវាប៉ះពាល់ទៅដល់រាងកាយរបស់យើងដល់ថ្នាក់ហ្នឹងចុះនៅមានរឿងជាច្រើនទៀតដែលរាល់ថ្ងៃយើងតែងតែគិតច្រើនតែងតែស្មុគស្មាញតែងតែ stress គិតអ្វីក៏មិនចេញតើវាមានប៉ះពាល់ទៅដល់កោសិកាយើងខាងក្នុងយ៉ាងណាចំណុចទាំងអស់នេះគឺនាងខ្ញុំគ្រាន់តែលើកយកផលប៉ះពាល់ខ្លីៗសម្រាប់មកចែករំលែកជូនទៅដល់បងប្អូនអ្នកទស្សនាទាំងអស់ហ្នឹងឲ្យបានមកស្វែងយល់ថាគឺសុខភាពរបស់យើងមិនចាំតន់តែយើងញ៉ាំរបស់មិនល្អញ៉ាំបន្លែត្រីសាច់ដែលវាមានសារជាតិពុលជាតិគីមីមិនល្អចូលទៅក្នុងរាងកាយទើបធ្វើឲ្យយើងកើតនៅជំងឺមិនមែនទេបងប្អូនគ្រាន់តែការខឹងគ្រាន់តែការស្មុគស្មាញរបស់យើងហ្នឹងណាគឺវាបានធ្វើឲ្យយើងឈឺរហូតដល់ចង់ពេញរាងកាយបាត់ហើយអញ្ចឹងមានតែមួយបើសិនជាបងប្អូនទទួលបានអារម្មណ៍ថាមានអារម្មណ៍ថាមួយរយៈហ្នឹងខឹងច្រើនមួយរយៈហ្នឹងមានអារម្មណ៍ថាស្មុគស្មាញហើយធ្វើឲ្យរាងកាយរបស់ខ្លួនឯងដូចរាងចោះខ្សោយគឺបងប្អូនចាប់ផ្ដើមមកresearch ក៏ដូចស្វែងយល់ពីការដំណោះស្រាយធ្វើយ៉ាងណាដើម្បីឲ្យរាងកាយមួយនេះមានសុខភាពល្អមកវិញមានតែមួយគឺបើសិនជាបងប្អូនជួបប្រទះទៅលើអារម្មណ៍ទាំងអស់ហ្នឹងសូមយកខ្លួនឯងទៅនៅជាមួយបរិយាកាសណាដែលល្អបរិយាកាសណាដែលជំនួយទៅដល់បេះដូងដូចជាធម្មជាតិចាធម្មជាតិដែលស្រស់ស្អាតហើយក៏ដូចជាការនិយាយល្អពីមនុស្សជុំវិញខ្លួនហ្នឹងក៏វាធ្វើឲ្យអារម្មណ៍របស់យើងល្អការគិតរបស់យើងល្អដូចគ្នាចាសម្រាប់វីដេអូមួយនេះនាងខ្ញុំមានតែប៉ុណ្្នឹងចាបើសិនជាបងប្អូនទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះសូមជួយ Subscribe ទៅលើ Channel របស់នាងខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតចាអរគុណសម្រាប់ការទស្សនាជាមួយវីដេអូនេះផងដែរចាអរគុណ